គួរស៊ីបាក់ឆ្លាស់គួរស៊ីបាក់ឆ្លាស់គេសេមកគេអានអាស៊ីតបាក់ឆ្លាស់ចឹងមានថាអាស៊ីតនៅលើបាក់នៅខាងក្រោមអញ្ចឹងមានហាស់ច្រើនជាងបាក់របស់វាមួយថ្មិចយើងចាប់គួរអាស៊ីតបាក់ឆ្លាស់ចេញពីសម័យកាលនេះបាននេះឬគេឲ្យយើងបញ្ជាក់ឬក៏គេឲ្យយើងសរសេរគួរអាស៊ីតបាក់ឆ្លាស់ចេញពីសម័យកាលឬក៏ចេញពីបទកម្មដែលគេឲ្យមកអញ្ចឹងយើងធ្វើម៉េចអញ្ចឹងជំហានទី1យើងត្រូវដឹងអីគេគួរអាស៊ីតបាក់ឆ្លាស់គួរអាស៊ីតបាក់ឆ្លាស់គេសេមកគេអានអាស៊ីតបាក់ឆ្លាស់ចឹងមានថាអាស៊ីតនៅលើបាក់នៅខាងក្រោមអញ្ចឹងយើងដឹងមួយទៀតអាស៊ីតមានហាស់ច្រើនជាងបាក់របស់វាមួយហើយគួរអាស៊ីតបាក់ឆ្លាស់គេនិយាយពីសំណុំប្រភេទគីមីដែលផ្លាស់ប្ដូរប្រូតុងគ្នាទៅវិញទៅមកហើយយើងចាំទៅអញ្ចឹងសំណុំប្រភេទគីមីច្បាស់វាដូចគ្នាវាខុសគ្នាតែប្រូតុងអញ្ចឹងយើងមើលនៅសម័យកាលនេះយើងមើលសម័យកាលនេះទៅឃើញអានេះដូចគ្នាអត់ឃើញវាដូចគ្នាខុសគ្នាតែអីគេខុសគ្នាតែហាស់ទេខាងនេះលើហាស់ខាងនេះមួយអញ្ចឹងគួរអាស៊ីតបាក់ឆ្លាស់មានន័យអាហ្នឹងគូមួយគ្នាហើយតែយើងដាក់អាណាមុនយើងដាក់អាស៊ីតមុនអាណាមុនគឺអាស៊ីតឃើញហាស់វាច្រើនជាងអាមួយនេះអញ្ចឹងយើងសេបាក់ឆ្លាស់របស់វាគឺមួយនេះចាគូនេះម្ដងគូនេះម្ដងគឺហាស់ CN ជាមួយនឹង CN ដកជីទៅឃើញអត់នៅក្នុងសម័យកាលហ្នឹងដឹងតែមាន2គូនៅក្នុងហ្នឹងឯងសម័យកាលនេះមួយទៀតយើងមើលឃើញអានេះដូចគ្នាជាមួយនេះអត់ខុសគ្នាតែហាស់មួយទេហើយអាមួយណាហាស់ច្រើនអានេះត្រូវអត់ចឹងមានន័យថាវាអាស៊ីតយើងដាក់វាមុនមកហើយអានេះគឺជាបាសឆ្លាស់របស់វាយើងដាក់វានៅខាងក្រោយគូនេះជាមួយគេជាមួយនឹងអាមួយនេះម្ដងអញ្ចឹងអាណាច្រើនចឹងអានេះហាស់2អានេះហាស់1អញ្ចឹងអាហាស់2នេះដើរតួជាអាស៊ីតទេអញ្ចឹងហាស់2 O ជាមួយនឹង O ហាស់ដកអញ្ចឹងទៅចំណែកឯគោនេះគ្រូទុកឲ្យយើងធ្វើ homework ធ្វើ comment នៅខាងក្រោមវីដេអូគ្រូមកចាំគ្រូឆ្លើយតបនៅក្នុងវីដេអូហ្នឹងអញ្ចឹង